បាទសួស្តីបងប្អូនថ្ងៃនេះគឺយើងសិក្សាទៅលើការសន្ទនាភាសាអង់គ្លេសដែល easy conversation for your lives ដែលសិក្សាភាសាអង់គ្លេសទៅលើការសន្ទនាងាយសម្រាប់ជីវិតរបស់អ្នកអញ្ចឹងពាក្យ easy នេះគឺមានន័យថាងាយ conversation មានន័យថាការសន្ទនា for your life សម្រាប់ជីវិតរបស់អ្នក and our conversation we talking about family ហើយការសន្ទនារបស់យើងគឺយើងសិក្សាទៅលើfamily នេះគឺមានន័យថាគ្រួសារអូខេអញ្ចឹងដើម្បីកុំឲ្យខាតពេលឥឡូវបងប្អូនចូលមកចំណុចទី1នេះគឺ how many people are there in your family តើមនុស្សចំនួនប៉ុន្មានអ្នកដែលមាននៅក្នុងគ្រួសាររបស់អ្នកអញ្ចឹងដើម្បីសួរពីចំនួនគ្រួសារ ask for the member of the people in the family you can use this question ចឹងដើម្បីសួរសមាជិកនៃគ្រួសារណាម្នាក់បងប្អូនអាចប្រើសំណួរនេះបាន How many people are there in your family How many people are there in your family តើមានសមាជិកប្រមាណអ្នកតើមានមនុស្សប្រមាណអ្នកនៅក្នុងគ្រួសាររបស់អ្នកអញ្ចឹងពាក្យ how many នេះចំនួនប្រមាណ people នោះមនុស្សដើម្បីសួរចំនួនបងប្អូនប្រើ how many people មនុស្សចំនួនប្រមាណអ្នក are there ដែលមាន in your family នៅក្នុងគ្រួសាររបស់អ្នកអញ្ចឹង your របស់អ្នក family នឹងគ្រួសារ in your family ក្នុងគ្រួសាររបស់អ្នក There are 5 people in my family There are 5 people in my family មានមនុស្សចំនួន5នាក់នៅក្នុងគ្រួសាររបស់ខ្ញុំអញ្ចឹង there are នឹងប្រែថាមាន there are 5 people មនុស្សចំនួន5នាក់អញ្ចឹង people នឹងប្រែថាមនុស្ស in my family នៅក្នុងគ្រួសាររបស់ខ្ញុំMy father, mother, brother, sister and me. My father ឪពុករបស់ខ្ញុំ mother ម្ដាយរបស់ខ្ញុំ brother បងប្អូនប្រុសរបស់ខ្ញុំ sister បងប្អូនស្រីរបស់ខ្ញុំ and me ហើយនឹងខ្ញុំហើយគេគិតមួយ comma មួយ mother, comma, brother, comma, sister អញ្ចឹងកន្លែងហ្នឹងគឺគេចង់ប្រាប់ថា my father, my mother, my brother, my sister and meឪពុករបស់ខ្ញុំម្ដាយរបស់ខ្ញុំបងប្អូនប្រុសរបស់ខ្ញុំបងប្អូនស្រីរបស់ខ្ញុំ and me ហើយនឹងខ្ញុំ Okay the next question សំណួរទី2 number 2 Do you live in a house or in an apartment Do you live in a house តើអ្នករស់នៅក្នុងផ្ទះ or an apartment ឬក៏រស់នៅក្នុងផ្ទះល្វែងអញ្ចឹងពាក្យ apartment នេះគឺមានន័យថាផ្ទះល្វែងa house គឺមានន័យថាផ្ទះធម្មតាដែលមានលក្ខណៈថាដាច់ពីគ្នាមិននៅជាប់គ្នាអូខេជាពិសេស apartment ហ្នឹងក៏គេអាចប្រែថាផ្ទះជួលបានដែរណាផ្ទះគេធ្វើជាល្វែងសម្រាប់ជួលអាហ្នឹងអាមេរិកប្រើ apartment អង់គ្លេសគេប្រើពាក្យ flat អូខេ Do you live in a house or in an apartment តើអ្នករស់នៅក្នុងផ្ទះឬក៏រស់នៅក្នុងផ្ទះជួលផ្ទះល្វែងណា We live in a house and the countryside We live in a house in the countryside ពួកយើងរស់នៅក្នុងផ្ទះមួយនៅក្នុងទីជនបទអញ្ចឹងពាក្យ countryside ហ្នឹងគឺមានន័យថាទីជនបទ We live in a house in the countryside ពួកយើងរស់នៅក្នុងផ្ទះមួយនៅក្នុងទីជនបទQuestion number 3 សំណួរទី3ដែលបងប្អូនអាចសួរទាក់ទងជាមួយគ្រួសារ What does your father do What does your father do តើឪពុករបស់អ្នកធ្វើការអ្វី What does your father do តើឪពុករបស់អ្នកធ្វើការអ្វី My father is a doctor He works at the local hospital My father ឪពុករបស់ខ្ញុំ is a doctor គឺជាវេជ្ជបណ្ឌិត He works at the local hospital គាត់ធ្វើការនៅឯ work at មានន័យធ្វើការនៅឯមន្ទីរពេទ្យក្នុងស្រុកមួយ local hospital អញ្ចឹងពាក្យ work នេះធ្វើការ work at ធ្វើការនៅឯនៅកន្លែងណាមួយ The local hospital មន្ទីរពេទ្យនៅក្នុងស្រុកអញ្ចឹងពាក្យ local ក្នុងស្រុកឬក៏ក្នុងតំបន់ hospital គឺមន្ទីរពេទ្យ
the local hospital មន្ទីរពេទ្យនៅក្នុងស្រុក Okay question number 4 សំណួរទី4 How old is your mother How old is your mother តើម្ដាយរបស់អ្នកមានអាយុប្រមាណ How old ហ្នឹងគឺគេចង់ដឹងពីអាយុមានអាយុប្រមាណ is your mother ម្ដាយរបស់អ្នកអញ្ចឹង How old is your mother តើម្ដាយរបស់អ្នកមានអាយុប្រមាណ She is 38 years old She is 38 years old គាត់មានអាយុ38ឆ្នាំអញ្ចឹង She is មានន័យថាគាត់គឺ38 years old មានអាយុ38ឆ្នាំអញ្ចឹង38នេះគឺ38 and she is 1 year younger than my father ហើយគាត់គឺអញ្ចឹងបងប្អូនត្រូវចាំថាពាក្យ C ហ្នឹងមិនមែនយើងប្រែថានាងរហូតទេជួនកាលម៉ែយើងជួនកាលយាយយើងក៏គេប្រើ C មួយចំនួនដែរអញ្ចឹងយើងប្រែថាគាត់ទៅប៉ុន្តែយើងត្រូវដឹងថាគឺជាមនុស្សស្រីណា She is 1 year គាត់គឺអាយុគាត់គឺ1ឆ្នាំ younger than ក្មេងជាង my father ក្មេងជាងខ្ញុំអញ្ចឹងពាក្យថា1 years 1ឆ្នាំពាក្យ younger យ៉ាងក្មេង younger than យើងដាក់ er ទៅជា younger ក្មេងជាងយើងបូកជាមួយនឹង younger than ហ្នឹងប្រែថាក្មេងជាង my father ឪពុករបស់ខ្ញុំ Question number 5 សំណួរទី5 Do you have any siblings Do you have any siblings តើអ្នកមានបងប្អូនតើអ្នកមានពូមួយទេមានបងប្អូនប្រុសស្រីទេអញ្ចឹងពាក្យ sibling គេសំដៅលើពូមួយប្រុសស្រីរបស់យើងហ្នឹង siblings Do you have siblings តើអ្នកមានបងប្អូនឬក៏តើអ្នកមានពូមួយប្រុសស្រីដែរឬទេកន្លែងហ្នឹងវាពាក្យ siblings វាស្មើពាក្យ brother and sisters បងប្អូនប្រុសបងប្អូនស្រីកាលណាយើងប្រើ siblings គឺវាទាំងអស់គេអាចសួរបានទាំងអស់ណា What's his or her names តើឈ្មោះរបស់គាត់ឬក៏របស់នាងអីខ្លះអូខេអញ្ចឹង what's his name what's her name អញ្ចឹងណាតើឈ្មោះរបស់គាត់និងឈ្មោះរបស់នាងនឹងអ្វីខ្លះ Question number ចម្លើយ Yes I do បាទខ្ញុំមាន I have one elder brothers ខ្ញុំមានបងប្រុសម្នាក់អញ្ចឹងកាលណាសំណួរគេសួរ do យើងយក do មកឆ្លើយវិញ Yes I do បាទខ្ញុំមាន I have ខ្ញុំមាន one elder brothers ខ្ញុំមានបងប្រុសម្នាក់អញ្ចឹងកាលណាគេប្រើពាក្យ brother គេអត់ដឹងថាបងប្រុសឬប្អូនប្រុសទេអញ្ចឹងដើម្បីបានដឹងថាបងឬប្អូនគេបន្ថែមពាក្យនេះបើសិនជាបងអញ្ចឹងគឺ elder brothers I have one elder brothers ខ្ញុំមានបងប្អូនប្រុសម្នាក់ David and one younger sisters Mary ហើយនឹងមានប្អូនស្រីម្នាក់ឈ្មោះថា Mary one younger sisters ពាក្យ younger ហ្នឹងគឺក្មេងជាងដល់ពេល younger sister គឺសំដៅលើប្អូនស្រីពាក្យថា sister មួយម៉ាត់យើងមិនប្រកាសថាបងឬប្អូនទេប៉ុន្តែបើយើងចង់ថាបានប្អូនអញ្ចឹងយើងបន្ថែម younger sister អញ្ចឹងមកអញ្ចឹងគាត់ឆ្លើយថា Yes I do បាទខ្ញុំមាន I have one elder brother ខ្ញុំមានបងប្អូនប្រុសម្នាក់ David ឈ្មោះថា David and one younger sister ហើយនឹងមានប្អូនស្រីម្នាក់ Mary ឈ្មោះថា Mary Okay the next question សំណួរបន្ទាប់ What do your mother and father like to do What do your mother and father like to do តើម្ដាយនិងឪពុករបស់អ្នកនឹងចូលចិត្តធ្វើអ្វី What your mother and father like to do តើម្ដាយនិងឪពុករបស់អ្នកចូលចិត្តធ្វើអ្វី My father like playing football My mother likes cooking My father ឪពុករបស់ខ្ញុំ likes ចូលចិត្ត playing football ចូលចិត្តលេងបាល់ទាត់អញ្ចឹងគេនិយាយស័ព្ទដែលជាប់នឹងក្រោយ like អញ្ចឹងគឺគេត្រូវមានថែម ing ឲ្យវាអញ្ចឹង like playing ចូលចិត្តលេង football បាល់ទាត់ and my mother likes cooking ហើយម្ដាយរបស់ខ្ញុំចូលចិត្តចម្អិនអាហារ cooking Do your parents let you stay out late Do your parents តើឪពុកម្ដាយរបស់អ្នកអនុញ្ញាតឲ្យអ្នកលេងនៅខាងក្រៅហ្នឹងយប់ជ្រៅទេអញ្ចឹងពាក្យថា stay out ហ្នឹងគឺមានន័យថានៅក្រៅផ្ទះអញ្ចឹងពាក្យ late ហ្នឹងមានន័យថាយប់ជ្រៅណា Do your parents
តើឪពុកម្ដាយរបស់អ្នក parent ឪពុកម្ដាយរបស់អ្នក let you អនុញ្ញាតឲ្យអ្នក stay out នៅខាងក្រៅផ្ទះ late យប់ជ្រៅឬទេ of course no ជាការពិតណាស់គឺមិនអនុញ្ញាតទេ they always ask me to go home before 10 p.m. every day of course no ជាការពិតណាស់គឺមិនអនុញ្ញាតទេ no នឹងមិនអនុញ្ញាតទេ they always ពួកគេជានិច្ចកាល ask me to go home បានឲ្យខ្ញុំនឹងចឹកអាសណាម្នាក់ឲ្យធ្វើអីមួយគឺសុំណាម្នាក់ធ្វើអីមួយ ask me to go home បានឲ្យខ្ញុំនឹងទៅផ្ទះ ask me to go home before 10 p.m. មុនម៉ោង10 p.m. every day រៀងរាល់ថ្ងៃអញ្ចឹង before នឹងប្រែថាមុនពេល10 p.m. មុនពេលម៉ោង10 every day រាល់ថ្ងៃអញ្ចឹងបងប្អូនកលេចមកពាក្យ PM គេប្រើជាមួយនឹងម៉ោងកាលណា PM គឺគេសំដៅលើម៉ោងដែលក្រោយម៉ោង12ថ្ងៃត្រង់រហូតដល់ម៉ោង12យប់អានឹង PM ហើយបើ AM វិញគឺម៉ោងក្រោយម៉ោង12យប់រហូតដល់ម៉ោង12ថ្ងៃត្រង់វិញអូខេ Okay, the next question. Do you stay with your parents? Do you stay with your parents? តើអ្នកនៅជាមួយនឹងឪពុកម្ដាយរបស់អ្នកទេអញ្ចឹងពាក្យថា stay with នៅជាមួយ Do you stay with your parents? តើអ្នកនៅជាមួយឪពុកម្ដាយរបស់អ្នកទេ Right now ឥឡូវនេះពាក្យ right now នឹងប្រែតែមួយម៉ាត់ទេឥឡូវនេះ No មិននៅទេ But I used to ប៉ុន្តែខ្ញុំធ្លាប់អញ្ចឹងពាក្យ used to នឹងគឺមានន័យថាធ្លាប់ used to ធ្លាប់អញ្ចឹងពាក្យ used to នឹងគឺគេសរសេរជាអតីតកាលជានិច្ចពីព្រោះគេនិយាយអំពីអ្វីដែលធ្លាប់បានធ្វើក្នុងអតីតអញ្ចឹង used to គឺមាន ed ណា use នឹងមាន ed use វាមាន e ស្រាប់ហើយយើងបន្ថែម d មកណា used to ធ្លាប់ right now no but I used to ឥឡូវនេះគឺមិននៅទេប៉ុន្តែខ្ញុំធ្លាប់ Do you usually have dinner together Do you usually have dinner together តើអ្នកជាធម្មតាញ៉ាំអាហារពេលល្ងាចរួមគ្នាឬអញ្ចឹងពាក្យថា usually ជាធម្មតា Do you usually តើអ្នកជាធម្មតា have dinner ញ៉ាំអាហារល្ងាច together រួមគ្នាឬ Yes we do បាទពួកយើងញ៉ាំ My mom always prepares delicious meal for us Yes we do បាទពួកយើងញ៉ាំ My mom ម៉ាក់របស់ខ្ញុំ always ជានិច្ចកាល prepare រៀបចំ prepares រៀបចំ delicious meals អាហារឆ្ងាញ់ for us សម្រាប់ខ្ញុំអញ្ចឹងពាក្យថា meals មានន័យថាអាហារពាក្យ delicious មានន័យថាឆ្ងាញ់ for us សម្រាប់ពួកយើង Okay everyone this is the conversation between two people they talking about the families អញ្ចឹងបងប្អូននេះគឺជាការសន្ទនារវាងមនុស្សពីរនាក់ដែលគេនិយាយអំពីគ្រួសាររបស់នរណាម្នាក់អញ្ចឹងនេះគឺជារបៀបដែលបងប្អូនអាចសួរគ្នាបាននៅពេលដែលបងប្អូនចង់ដឹងអំពីស្ថានភាពគ្រួសាររបស់មិត្តភក្តិយើងឬក៏នរណាម្នាក់អូខេប៉ុន្តែមុននឹងបងប្អូនសួរបងប្អូនត្រូវការអនុញ្ញាតពីគេសិនព្រោះថាសម្រាប់ជនជាតិគេកាលណាបងប្អូនសួរអំពីរឿងផ្ទាល់ខ្លួនពេលខ្លះគឺវាមិនគួរសមវា impolite Okay thank you very much for your watching our lesson and hope see you the next lesson អរគុណសម្រាប់ការតាមដានទស្សនាសូមកុំភ្លេចជួយ Subscribe ម្នាក់មួយផងណាបាយបាយ